Từ thằng ngày nó thằng pi cả lại tiết cho ngày nhung chân nơi chất này đá nhung mày ồ ấy tam tam cái này là hô tua sang dương đang ngồi tập về miền nè slap mùi hơi còn miền bà to tiên ồ chỉ hô chỉ hai vẫn bà dương kết tư dương chân nam khơi chân mét nhung chân ấy ôi tầm miền nè slap muối to cái tùy cái này từ phần tay nhôm cùng ngol tay thái ang tầm miền nè slap hơi to của tôi cái này ngày cổ giờ miền nè slap tiếp đây phơi ở thế này nhung chẳng ấy rồi mỗi cái trao tha cọt nu bờ com mà cọt nu slap ấy cũng ấy mình toan to cái này chẳng ấy tề ní quan tay chỉ ca kết rồi bỏ dương ca vô khơi bỏ dương muôi muôi chẳng kê khơi chẳng men តែបើយើងពិចារណាទៅក្នុងសង្ខារធម៌វិញថាជីវិតនេះវាអត់អាចមានអ្នកណាកំណត់បានទេសេចក្តីស្លាប់នេះការស្លាប់នេះក៏អត់មានអ្នកណាមួយចង់បានដែរគ្រួសារណាក៏ដោយគ្រួសារណាគឺអត់ចង់ឲ្យមាននៅសេចក្តីស្លាប់នេះមកនៅក្នុងផ្ទះខ្លួនឯងទេអត់ចង់ឲ្យបាត់បង់សមាជិកនៃក្រុមគ្រួសារណាម្នាក់ទេទោះបីជាឪពុកក្តីម្ដាយក្តី កូនក្តីអីគឺអត់ចង់បែកឃ្លាតទេចឹងឯងញោមអត់ចង់ទេតែចុះហេតុអីបានស្លាប់គឺនេះគឺអំណាចនៃកម្មគឺអំណាចនៃកម្មរបស់យើងអំណាចនៃបុណ្យរបស់យើងថាតើយើងនឹងវាបានសន្សំមកប៉ុណ្ណាអាយុរបស់យើងនឹងវានៅបានប៉ុណ្ណាគឺទៅតាមអំណាចនៃកម្មរបស់យើងនឹងហើយអត់មានអ្នកណាមួយមកកំណត់ថា អ្នកនេះត្រូវតែរស់បានយូរអ្នកនោះត្រូវតែរស់បានខ្លីអីអត់ទេចឹងឯងញាតិញោមហើយបើនៅក្នុងព្រហ្មញ្ញសាសនាគេថាព្រហ្មលិខិតញោមធ្លាប់លើហេតុអីក៏ព្រហ្មលិខិតកំណត់ឲ្យខ្ញុំនេះលំបាកម៉េះហេតុអីក៏ព្រហ្មលិខិតកំណត់ឲ្យខ្ញុំនេះរស់នៅវេទនាម៉េះកូនមិនស្ដាប់បង្គាប់រស់នៅដោយលំបាកលំបិនហេតុអីតែមានសួរចឹងឯងញោម ចឹងបើយើងមើលទៅថាហេតុអីបានជាព្រហ្មលិខិតមកអញ្ចឹងនេះគឺជាព្រហ្មញ្ញសាសនាដែលយើងកំណត់ថាព្រះព្រហ្មជាអ្នកលិខិតវាសនារបស់យើងព្រហ្មលិខិតបានន័យថាព្រហ្មអ្នកកត់ត្រាចឹងឯងញោមចឹងព្រហ្មអ្នកកត់ត្រាឲ្យយើងនោះវារស់នៅចេះរស់នៅចោះមានវណ្ណៈចេះវណ្ណៈចោះអត់ទេបើសិនជាយើងសួរសំណួរបែបហ្នឹងចឹងបានន័យថានៅលើផែនដីនេះ សពសត្វទាំងអស់នេះព្រមចាំតាំងអង្គុយកត់ត្រាអស់ដែរញោមមនុស្សរាប់ពាន់លានអ្នកនៅលើផែនដីសពសត្វរត់សពសត្វទាំងអស់រាប់កោតតើព្រមនឹងកំណត់អស់ទេយើងសួរអញ្ចឹងមើលញោមព្រមអង្គុយតកតឲ្យគេរហូតតែមិនគិតតែកត់ថាអ្នកនេះអត់គោរពអញត្រូវតែកត់ឲ្យអ្នកឯងថោកទាបកើតនៅក្នុងគ្រួសារលំបាកលំបិនត្រូវតែកត់ថាអញ្ចឹងអីអត់ទេនេះគឺយើង តែងតែនិយាយថាព្រហ្មលិខិតតែបើនៅក្នុងព្រះពុទ្ធសាសនានៃយើងគឺចាត់ចូលក្នុងកម្មលិខិតញាតិញោមអើយញាតិញោមបើនៅក្នុងពុទ្ធសាសនាគេហៅថាកម្មលិខិតគឺកម្មជាអ្នកកំណត់ប្រព្រឹត្តយ៉ាងណាបានយ៉ាងនោះញោមធ្លាប់និយាយធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ហ្នឹងហើយកន្លែងហ្នឹងដែលបញ្ជាក់ឲ្យឃើញអំពីកម្មកម្មគឺជាអំពើ អំពើគឺជាទង្វើដែលយើងប្រព្រឹត្តសពថ្ងៃបើយើងប្រព្រឹត្តអាក្រក់វាប្រកបណាស់នៅទទួលបានមកវិញគឺផលអាក្រក់មកវិញហើយចឹងហើយញាតិញោមប្រព្រឹត្តនៅបញ្ចវរិយទាំង5មានបាណាតិបាតជាដើមការសម្លាប់នេះសម្លាប់នោះទៅសម្លាប់អ្នកដទៃប្រព្រឹត្តអាក្រក់ដោយកាយវិចាដោយចិត្តជាដើមនេះដល់ប្រព្រឹត្តអាក្រក់ហើយទង្វើរបស់យើងវាអាក្រក់ហើយផលរបស់យើងគឺមានជាប់ខ្នោះគ្នាជាដើមដាក់ កុកដាក់ចង្វាក់ជាដើមនេះគឺជាផលនៃកម្មរបស់យើងគឺជាផលនៃអំពើដែលយើងបានប្រព្រឹត្តនេះហើយក្នុងពុទ្ធសាសនាយើងគឺបែងចែកអញ្ចឹងបើកាលណារងទុក្ខវេទនាកាលណាបានសុខអីជាដើមនេះគឺកម្មលិខិតគឺទង្វើរបស់យើងប្រព្រឹត្តនៅសពថ្ងៃគឺជាទង្វើបច្ចុប្បន្នមួយនិងទង្វើអតីតកាលមួយគឺជាអ្នកកំណត់ឲ្យយើង ហើយចំពោះការស្លាប់នេះត្រឡប់មកវិញថាគឺអត់មានអ្នកណាមួយចង់បានតួយ៉ាងដូចជាក្រុមគ្រួសាររបស់កងបាសកហេងអ៊ីមជាដើមគាត់អត់ចង់បែកឃ្លាតឲ្យកងបានស្លាប់ចេះគឺគ្មានអ្នកណាមួយចង់ជួបទេអញ្ចឹងឯងញោមប៉ុន្តែការខិតខំមើលថែរក្សា
គាត់តាមសន្តរកថាបានសរសេរឲ្យថាទោះបីជាកងមានជំងឺតម្កាត់លំបាកយ៉ាងណាក៏កូនប្រុសកូនស្រីចៅប្រុសចៅស្រីនឹងតែងតែជួយមើលថែទាំងផ្លូវកាយផ្លូវចិត្តឲ្យបានសុខបានសប្បាយឈឺឬពេទ្យណាដែលល្បីយកទៅអស់ហើយបងពេទ្យណាប៉ាកែក៏យកទៅមើលដែរមើលទាំងផ្លូវពេទ្យហើយដឹងតែមើលពេទ្យមិនជាមើលគ្រូខ្មែរទៀតឲ្យតែគ្រូខ្មែរណាប៉ាកែតែមើលទៀតដោយសារអីគឺដោយសារតែស្រឡាញ់ដោយសារតែមិនចង់ឲ្យបែកឃ្លាតដោយសារតែមិនចង់ឲ្យបែកបាក់តែនៅទីបំផុតអាការខិតខំមើលថែទាំងអស់ហ្នឹងវាក៏ជួយកងមិនបានរហូតមកដល់ថ្ងៃ5រោចនេះក៏ត្រូវតែស្ដេចមច្ចរាជមកយកជីវិតគាត់ដល់បានហើយចំណាំលើសន្តរកថាកលែងផ្សេងទៀតក៏សរសេរទៀតថាស្ដេចមច្ចរាជខូខើណាស់កំណាញ់ណាស់ដែលបានមកផ្ដាច់ជីវិតនៅឪពុកខ្ញុំម្ដាយខ្ញុំកូនខ្ញុំណែឲ្យបានឃ្លាតចាកពីក្រុមគ្រួសារដែលធ្លាប់លឺហើយញោមញាតិញោមភូមិទួសាំងញោមដែលធ្លាប់លឺហ៎អូបើនៅកន្លែងណាទេអាត្មាធ្លាប់ទេលឺសេសន្តរកថាសុទ្ធតែស្ដេចយមរាជខូខើណាស់បានមកទន្ទ្រានយកជីវិតឪពុកម្ដាយខ្ញុំឆក់យកជីវិតកូនប្រុសកូនស្រីខ្ញុំយើងនិយាយទៅហាក់ដូចជាស្ដេចយមរាជនឹងវាខូខើដូចតែយើងគិតអញ្ចឹងតែអត់ទេញោមគឺអត់ទេស្ដេចយមរាជមិនខូខើដល់ថ្នាក់ហ្នឹងទេបើក្នុងសាស្ត្រាស្លឹករឹតខ្មែរយើងថាស្ដេចយមរាជនឹងអាណិតយើងចឹងអីទៀតទៅញោមអាណិតយើងចឹងអីទៀតទៅមានទាំងអ្នកស្លាប់ទៅហើយនឹកបុណ្យខ្លួនឯងមិនឃើញស្ដេចយមរាជនឹងជួយនឹកបុណ្យឲ្យទៀតស្ដេចមាល័យទថេនោះព្រះមាល័យទថេចូលទៅក្នុងឋានយមរាជទៅសួរដាក់ឮតាសត្វនរកនិយាយថាហេតុអីថាយមរាជនឹងខូខើខូចមាល័យទថេព្រះអង្គទៅសួរដល់ស្ដេចយមរាជនឹងទៀតថាចុះឮថាសត្វនរកថាព្រះអង្គខូចណាស់ញោមខូខើណាស់តែងតែធ្វើបាបសត្វនរកអញ្ចេះនរកអញ្ចោះបានស្ដេចយមរាជតបព្រះមាល័យទថេថាអត់ទេញោមអត់ខូចទេខ្ញុំព្រះអង្គអត់ខូចទេខ្ញុំព្រះអង្គគឺតែងតែនឹករលឹកបុណ្យរបស់សត្វនរកទាំងអស់ហ្នឹងដែលហេតុដែលបោះសត្វនរកទាំងអស់ហ្នឹងចូលផ្ទះឬមួយក៏ធ្វើទរណកម្មផ្សេងនេះគឺដោយអំណាចនៃកម្មរបស់បុគ្គលនោះចឹងញោមមើលកន្លែងហ្នឹងហើយស្ដេចយមរាជលោកថាទៀតលោកអាណិតណាស់សត្វនរកដែលធ្លាក់ចុះមកទីនេះបើនឹកមិនឃើញបុណ្យកន្លែងណាមួយលោកតែងតែនឹកបុណ្យឲ្យទៀតថាអ្នកឯងធ្លាប់ធ្វើបុណ្យកន្លែងនេះអត់កន្លែងនោះអត់តែយើងខ្លួនឯងនោះវាអត់ដែលធ្វើសោះញោមញាតិញោមដល់អត់ដែលធ្វើសោះទៅគេជួយនឹកបុណ្យឲ្យវានឹកអត់ឃើញវាអត់ដែលទៅមែនហើយទៅឲ្យកុហកគេមិនអត់ទេណាយមរាជគេច្បាស់លាស់ណាអត់មានស៊ីសំណូកអត់មានសោកប៉ាន់នៃបានទេប្រព្រឹត្តយ៉ាងណាគឺបានយ៉ាងនោះអញ្ចឹងឯងញាតិញោមចឹងត្រឡប់ថយក្រោយវិញទៀតថាអត់មានអ្នកណាមួយចង់ព្រាត់ទេស្ដេចយមរាជណាក៏អត់ខូខើដែរហើយនៅក្នុងកំណាព្យយើងក៏ថាអ្នកកើតតែស្លាប់មិនយ៉ាប់គិតទេទាំងយើងទាំងគេស្លាប់អត់សល់សោះគ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះត្រូវគិតមើលចុះតើគួរធ្វើយ៉ាងណាណែឃើញទេញោមកំណាព្យកន្លែងហ្នឹងគេថាអ្នកកើតមកតែស្លាប់មិនយ៉ាប់គិតទេទាំងយើងទាំងគេស្លាប់អត់សល់សោះគ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះត្រូវគិតមើលចុះតើធ្វើយ៉ាងណាប្រយ័ត្នញោមតែកើតមកហើយស្លាប់ទៅវិញកើតមកហើយស្លាប់ទៅវិញអត់មានអ្នកណាមួយកិច្ចផុតទេអ្វីដែលយើងត្រូវបារម្ភត្រូវខ្លាចនៅពេលដែលស្លាប់ទៅវិញតើវាយកអីទៅបានខ្លះញាតិញោមក្នុងរយៈពេលមួយជីវិតរស់នៅតាំងពីកើតមករហូតដល់50ឆ្នាំតាំងពីកើតមករហូតដល់60ឆ្នាំតាំងពីកើតមករហូតដល់ពេលដែលខ្លួនឯងត្រឡប់ទៅវិញដូចកុំអាបាសក់ហ៊ីងអ៊ីមនឹងទៅចឹងតើយើងបានធ្វើអីខ្លះនៅបុណ្យកុសលដែលយើងរស់នៅបច្ចុប្បន្ននេះយើងគិតមើលញាតិញោមបើពុទ្ធព្រះអង្គថាសត្វលោកនេះគឺអត់មានអាចយកអ្វីទៅជាប់តាមខ្លួនបានទេក្រៅតែអំពីបុណ្យហើយនិងអំពើបាបទេដែលយកទៅតាមនោះនៅក្នុងធម៌មួយថាសពេសតាមរសន្តមរណន្តាំងហេជីវតាំងយថាកម្មង្កមិសន្តបញ្ញបាបបលោបគានិរយ៉ាងបាបកម្មមន្តាបញ្ញកម្មាចសុគតឹងស
សត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅជាទីបំផុតម្យ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកនៅផលបុណ្យផលបាបហើយទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើល្អនិងអាក្រក់ដែលខ្លួនបានធ្វើអ្នកណាធ្វើបាបតែឡើងទៅកាន់សុគតិភពចំណែកអ្នកខាងធ្វើបុណ្យចំណែកអ្នកខាងធ្វើបុណ្យតែឡើងទៅកាន់សុគតិភពហើយអ្នកធ្វើបាបតែធ្លាក់ទៅកាន់សុគតិភពទុគតិភពអញ្ចឹងធម៌កន្លែងហ្នឹងបានបញ្ជាក់នៅទីបំផុតរបស់ជីវិតសត្វលោកគឺសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងគ្រប់គ្នាយល់ឃើញអត់មានថាអ្នកស្លាប់មានតែអ្នកក្រទេអ្នកមានគឺអត់ស្លាប់ទេអ្នកស្លាប់មានតែអ្នកល្ងងអាប់អិតបញ្ញាទេបានស្លាប់ចំណែកអ្នកមានបញ្ញាអត់ស្លាប់ទេអត់ទេឃើញទេយល់ធម៌កន្លែងហ្នឹងបញ្ជាក់ថាជីវិតរបស់សត្វលោកទាំងអស់គ្នាសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណរាប់តាំងពីមនុស្សយើងទាំងអស់រហូតដល់ឋានព្រំទាំងអស់ហ្នឹងគឺសុទ្ធតែនៅសេចក្តីស្លាប់ហ្នឹងអញ្ចឹងញាតិញោមញាតិញោមរាប់មិនមែននិយាយតែមនុស្សឯងសត្វលោកទាំងអស់នៅក្នុងវាលវដ្តសង្សារតាំងពីទេវតាក៏នៅស្លាប់ដែរទេវតាកើតស្លាប់អីនៅអាមានហ្នឹងហើយយើងទាំងអស់ក៏នៅកើតស្លាប់នៅអាមានហ្នឹងអញ្ចឹងនៅមានសេចក្តីស្លាប់ខាងចុងបំផុតគ្រប់ប្រាណមួយយ៉ាងទៀតអ្នកញោមមួយយ៉ាងទៀតសត្វទាំងឡាយរមែងកាន់យកផលបុណ្យផលបាបហើយទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើល្អហើយអាក្រក់ដែលខ្លួនបានធ្វើតាមយថាកម្មបានន័យថាមិនដឹងថាទៅណាមិនដឹងថាបាបវាឲ្យផលមុនឬបុណ្យឲ្យផលមុនដែលយើងសន្សំមកកន្លងមកហ្នឹងពេលតែស្លាប់ទៅអត់មានអ្នកណាមួយមើលឃើញទេអញ្ចឹងហ៎ញោមកតិអនុមិត្តកៈការស្លាប់ទៅគឺមិនអាចដឹងថាខ្លួនឯងទៅកើតទីណាបានទេទាំងញោមក្តីទាំងប្រសង់គ្រប់ព្រះអង្គក្តីទាំងលោកអាចារ្យឯណាទាំងអស់អ្នកបកែណាក៏ដោយក៏អត់អាចដឹងថាទៅណាបានដែរក្រៅតែអំពីព្រះអរហន្តទេដែលលោកអាចដឹងថាសត្វនេះស្លាប់ទៅកើតទីនេះសត្វនេះស្លាប់ទៅកើតទីនោះគឺមានតែព្រះអរហន្តទេដែលលោកអាចដឹងចំណែកឯញាតិញោមចំណែកឯគុណម្ចាស់គ្រប់ព្រះអង្គអីសិតតែបថុជនមើលអត់ឃើញងងឹតអាប់អន់បញ្ញាហ្នឹងអត់មានទិព្វចក្ខុអត់មានចក្ខុដែលអាចមើលឃើញដួងវិញ្ញាណក្ខន្ធរបស់សត្វទៅកើតទីណាបានទេអញ្ចឹងញោមទៅតាមយថាកម្មដល់អំពើដែលខ្លួនបានធ្វើអ្នកដែលធ្វើបាបតែធ្លាក់ទៅសោយទុក្ខក្នុងនរកចំណែកខាងអ្នកធ្វើបុណ្យតែឡើងទៅកាន់សុគតិភពណាញោមនឹងក៏ចែកគ្នាឲ្យដាច់ដែរអ្នកធ្វើបាបតែធ្លាក់ទៅសោយទុក្ខក្នុងនរកអញ្ចឹងអំពើអាក្រក់បាបបើពាក្យថាបាបបៈនេះគឺបានន័យថាសេចក្តីអាក្រក់អំពើអាក្រក់ផ្សេងដែលយើងប្រព្រឹត្តកន្លងមកមានកាលណាប្រព្រឹត្តនៅបញ្ចវរិយទាំង5ជាដើមនេះឈ្មោះថាការប្រព្រឹត្តអាក្រក់ហើយតែការប្រព្រឹត្តអាក្រក់ទាំងប្រមាណនេះកាលណាយើងធ្វើញយទៅរឿយទៅដូចជាសន្សំបានច្រើនអញ្ចឹងណាញោមញាតិញោមនៅពេលដែលយើងចិត្តស្លាប់ទៅក៏កម្មនិមិត្តទាំងអស់វាឲ្យយើងឃើញញោមដែលធ្លាប់ទៅដើរសូត្រមុនគេហៅថាសូត្រកាវតាថ្វាយគុំតាមផ្ទះដែលមានចាស់គាត់ឈឺមានអ្នកជំងឺគាត់ឈឺកន្លែងខ្លះមានលឺស្រែកមកឲ្យមកចាប់អញមកកាប់អញកាប់អញធ្លាប់លឺអញ្ចឹងញោមមាននៅជើងនោះមានវើថាគេមកកាប់គេមកចាក់នោះមកឲ្យអ្នកសតកម្មនិមិត្តឃើញហ្នឹងញោមសតឃើញពីសេចក្តីអាក្រក់ដែលខ្លួនបានធ្វើហើយក្នុងពេលហ្នឹងគ្មានអ្នកណាមកជួយគាត់បានទេអត់មានអាចារ្យនៅមនុស្សនៅពេញផ្ទះហ្នឹងមកជួយបានអត់ទេអញ្ចឹងឯងញោមអត់មានអ្នកណាមួយមកធានាខ្លួនតែជួយគាត់បានទេពេលហ្នឹងគឺខ្លួនឯងជាទីពឹងរបស់ខ្លួនឯងអត់មានកូនក្តីប្រពន្ធក្តីគ្រួសារក្តីទៅជួយគាត់បានទេហើយដល់អ្នកដែលធ្វើល្អទៅជួនកាលគាត់ឃើញមានទេវរដ្ឋមានទេវតាមកសួរសុខទុក្ខមកអីចឹងទៅអ្នកធ្វើល្អខ្ញុំមានដែរតើមានឃើញជានិមិត្តរបស់ពួកទេវតាមកចោមរូមើលគាត់ក្នុងចំណោមដែលមនុស្សនៅច្រើនអញ្ចឹងតែពួកទេវតាគេអាចនឹងមកមើលគាត់ដែរអញ្ចឹងដល់ទៅពេលយើងចិត្តស្លាប់បានដឹងចាំមើលញោមញាតិញោម
chừng mơ đào bơi dương chất slap bàn dương tăng thả cam bàn để mất chẳng ó nắng ạ miền ba bàn để mất phong miền bon bàn để mất phong ao dương khơi group sa cam mập hiếp đại dương tọt vở bầu ọt ai lẹ băng cái bàn tê đô chia cả sai đại dương tọt chặn đi ở chặn con ông mà nhê chứ nhôm squall cả sai tay nhôm ơi nhìn nhôm do sai ập lấy cho ta mở miền tu sáp lấy ở cầm đằng cái sai đang nhôm mình tọt chặn ta can na dơ chặn ở tới vì mình vơi đó ở linh cuối vơi vì mau vinh là hô đó là ban mà chặn tiệt á nhôm nè gia nam mình nhom pơ đại dươngประพฤติរស់នៅសពថ្ងៃក៏ដូចគ្នាអញ្ចឹងញោមញញោមដូចគ្នាអញ្ចឹងតែកាលណាតែយើងចិត្តអស់ចិត្តរលត់នៅវិញ្ញាណចិត្តរលត់នៅខណ្ឌនេះហើយពេលនោះអំពើរបស់យើងប្រព្រឹត្តតាំងពីតូចរហូតមកដល់យើងចិត្តអស់ជីវិតនឹងវានឹងត្រឡប់ឲ្យយើងឃើញរហូតញោមហើយតែកាលណាយើងឃើញហើយយើងប្រកាសជាចាប់យកនៅពេលដែលយើងចិត្តអស់ជីវិតហើយចឹងបើយើងដឹងដូច្នេះញាតិញោមបើយើងដឹងថាជីវិតរបស់យើងទាំងអស់គ្នាប្រព្រឹត្តទៅមានតែបុណ្យហើយនឹងបាបទេតែយកទៅបានអញ្ចឹងតើយើងគួរយកផលមួយណាទៅញាតិញោមចង់យកបាបឲ្យយកបុណ្យអញ្ចឹងយកបុណ្យចឹងឯងញោមបើចង់យកបុណ្យគឺត្រូវតែធ្វើអំពើល្អឲ្យបានច្រើនត្រូវធ្វើអំពើល្អឲ្យបានរឿយឥឡូវមុននឹងចប់អាត្មាសូមលើកធម៌4យ៉ាងសិននឹងតិចទៀតចប់កុំឲ្យញោមយូរព្រោះចាំលោកយូរហើយមួយសាហើយប្រទេសយូរទៀតអត់កើតទេអញ្ចឹងជាស៊ីសងគ្នាអញ្ចឹងឯងញោមស៊ីសងគ្នាកុំឲ្យយូរហើយចាហ្នឹងក៏បញ្ញាប់មករោងទៀតហើយក៏ទៅបាត់តែហ្នឹងចាទៅបាត់ហើយធ្វើបាបក៏មិនដល់ហើយអញ្ចឹងមុននឹងធម៌ដែលជាទីពឹងសម្រាប់ជីវិតយើងសិលមិញនឹងទេមសាហើយនៅបនសពនៅខាងជើងនោះបនសពកងសុំសូនីខ្ញុំស្គាល់ទេខ្ញុំហៅគ្រូម៉ៅជ័យនៅភូមិតាអីចឹងម្សិលមិញទេស4យ៉ាងហ្នឹងឥឡូវថ្ងៃនេះនៅខាងនេះអត់ដែលបានមកទេស4យ៉ាងទៅទៀតឲ្យញោមបានស្ដាប់ដូចគ្នាអញ្ចឹងកុំឲ្យលំអៀងថែទេសតែធម៌នៅខាងនោះឥឡូវធម៌នេះ4យ៉ាងនេះគឺជាទីពឹងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាទាំងញោមក្តីទាំងអាត្មាក្តីព្រោះធម៌នេះព្រះអង្គសម្ដែងថាគឺជាទីពឹងសម្រាប់សត្វលោកទៅក្នុងលោកខាងមុខទី1គឺអត់ឋានអ្នកឲ្យមាននៅសេចក្តីព្យាយាមទី2អបមាទៈកុំធ្វើប្រហែសទី3សញ្ញមៈសង្រួមទី4តមៈទូមានខ្លួនទី1អត់ឋានអ្នកគឺឲ្យយើងមាននៅសេចក្តីព្យាយាមនៅក្នុងវ័យទាំង3មានតាំងបឋមវ័យមជ្ឈមវ័យហើយបច្ឆមវ័យបឋមវ័យគឺវ័យដំបូងមជ្ឈមវ័យវ័យកណ្ដាលបច្ឆមវ័យគឺវ័យដែលយើងចិត្តរលត់ទៅវិញហើយអញ្ចឹងក្នុងវ័យទាំង3ហ្នឹងគឺត្រូវប្រឹងប្រែងធ្វើអំពើល្អឲ្យបានគ្រប់ទាំងអស់ញាតិញោមអត់មានចាំរើសវ័យណាមួយទេចាំដល់វ័យកណ្ដាលចាំធ្វើបុណ្យចាំអាយុ30 40អីចូលវ័យកណ្ដាលចឹងចាំវ័យកដាលចាំធ្វើល្អចាំកាន់សិលចាំអីចឹងទៅអវ័យបឋមអវ័យនេះតកាន់សិលខ្លាយគេដៀលតកាន់សិលគេថាក្មេងពេកចេះកាន់សិលឯណាហើយតក្មេងពេកចឹងទៅកាន់សិលខ្លាចអត់ប្តីខ្លាចអត់ប្រពន្ធហើយក៏ខ្លាចខ្ជិលរស់ស៊ីអ្នកឃើញទេញាតិញោមតែបើយើងត្រឡេកមកវិញថាបើយើងខ្លាចអំពើអស់ហ្នឹងចុះយើងអត់ខ្លាចស្លាប់ទេញោមខ្លាចទេខ្លាចសេចក្តីស្លាប់នេះអត់មានរើសវ័យ3ហ្នឹងទេអត់មានថាតលតែបឋមអវ័យបានស្លាប់តលតែមជ្ឈមអវ័យបានស្លាប់តលតែបច្ឆមអវ័យបានស្លាប់អត់ទេក្នុងវ័យណាក៏មាននៅសេចក្តីស្លាប់ដែរចឹងហើយបានព្រះអង្គថាអត់ឋានអ្នកសេចក្តីព្យាយាមក្នុងវ័យទាំង3ហ្នឹងគឺត្រូវធ្វើល្អឲ្យបានច្រើនទាំង3ហ្នឹងវ័យហ្នឹងញោមមួយទៀតអបមាទៈគឺកុំធ្វើប្រហែសមុនពេលដែលព្រះអង្គបរិនិព្វានបច្ឆមពុទ្ធវចនៈព្រះអង្គថាហន្តទានិភិក្ខវេអវយៈមន្តវាហន្តទានិភិក្ខវេគឺបានន័យថាមនាលភិក្ខុទាំងឡាយធម៌ទាំងឡាយមានកិរិយាសាបសូន្យទៅជាធម្មតាចូលអ្នកទាំងឡាយញ៉ាំញ៉ាំងងឹតកិច្ចទាំងពួងដោយសេចក្តីមិនប្រមាទចុះបានន័យថាគឺព្រះអង្គឲ្យយើងខំព្យាយាមកុំប្រមាទញោមញាតិញោមកុំប្រមាទហ្នឹងបានន័យថាឥឡូវហ្នឹងអញក្មេងណាស់អត់ទាន់ហ៊ានធ្វើបុណ្យទេ
ចាំមើលតិចទៀតកូនការអស់សិនចាំកូនការអស់ទៅឲ្យវត្តលេងនៅផ្ទះហ่ะតែតកូនតាន់ការអស់នៅ2ទៀតប៉ុនឯងនេះស្លាប់បាត់ហើយញោមវាដល់ថ្ងៃស្លាប់ហើយឃើញអត់ខ្លះទៀតគាត់ថានៅក្មេងខ្ញុំចាំមើលអាយុចូល60អីសិនចាំចូលទៅវត្តទៅវាងគេណែញោមនឹងក៏ប្រមាថដែរព្រោះជីវិតនេះវាអត់មាននៅចាំពេលវេលាបានទេថ្ងៃណាក៏ថ្ងៃស្លាប់របស់យើងដែរអញ្ចឹងព្រះអង្គថាកិច្ចណាដែលគួរធ្វើអ្នកទាំងឡាយគួរតែធ្វើឲ្យហើយទៅព្រោះសេចក្តីស្លាប់នេះវាមានជាធម្មតាសម្រាប់យើងណ៎ចំណែកឯទី3សញ្ញមៈសង្រួមនេះគឺសង្រួមកាយសង្រួមវាចាសង្រួមភ្នែកសង្រួមរសទាំងអស់ហ្នឹងសង្រួមភ្នែកគឺភ្នែកនេះកុំរំពៃតែចង់បានរបស់គេកុំមើលអ្វីដែលជាទ្រព្យសម្បត្តិអ្នកដតីកូនប្រពន្ធប្តីស្រីអ្នកដតីអីកុំមើលឲ្យកើតទៅជាអំពើអកុសលឲ្យសោះសង្រួមមាត់នេះដែលធ្លាប់តែពួលពីអត់ប្រយោជន៍ញុះញង់គេចាក់រុកអ្នកដតីឆ្កើស្គៀលឲ្យគេបែកបាក់គ្នាណែនិយាយតែពាក្យមិនល្អពីគ្នាទៅវិញទៅមកជួនកាលនេះស្លាប់ដោយសារមាត់ហ្នឹងក៏មានដែរញោមញាតិញោមតែតែធ្លាប់និយាយមួយត្រីក៏ភ្លេងងាប់ដោយសារអីញោមងាប់ដោយសារមាត់ជីបជួចនៅទឹកនៅក្នុងទឹកហ្នឹងតែគេឃើញដាក់តាមសំណាញ់ទៅអាលីងយ៉ាងណាមិញយើងក៏ដូចគ្នាដែរគេខំបង្កើតមកឲ្យមានមាត់តែមួយហ្នឹងគេឲ្យនិយាយតិចជាងស្ដាប់ហើយដល់យើងនេះខំពេយតែនិយាយដើមគេជួនកាត់បែកមាត់បដ ாய் ញោមចឹងហ៎ញោមហើយសយហ្នឹងបាក់ថ្មិញបែកស្គៀមហ្នឹងទៀតតែនិយាយដើមគេមិនស្រួលចឹងកន្លែងហ្នឹងមាត់ហ្នឹងក៏សង្រួមក្នុងការនិយាយនិយាយតែពាក្យណាល្អនិយាយតែពាក្យណាពីរោះភាសានិយាយតែពាក្យណាដែលជាអំពើកុសលតែជាបើលឺតែគេនិយាយមិនល្អទេឲ្យវាចេញតែមួយខាងចូលមួយខាងនេះចេញតែមួយខាងវិញទៅចឹងឯងញោមតែជាមានពីរចឹងអត់ស្ដាប់ខាងឆ្វេងទៅឲ្យវាចេញទៅខាងស្ដាំឲ្យបាត់ទៅមិនបាច់ទុកទេហើយបើយើងគេនិយាយមិនល្អពីយើងអាមិនទាន់ដឹងដំណឹងជួនកាលលឺតតែពីគេសោះស្ដាប់ទៅខឹងគេបដ ாய் ញោមខឹងគេមិនស្រួលលាត់ទៅពុតជាទៅគេវិញទាន់ដឹងហេតុកាយហ្នឹងណែអញ្ចឹងក៏មានដែរចឹងកន្លែងហ្នឹងឲ្យត្រូវសង្រួមកុំតន់ជឿគេតិចហ្នឹងឲ្យស្ដាប់តែអ្វីដែលល្អបានហើយចំណែកឯទី4តមៈទូមានខ្លួនគឺទូមានជារៀងរាល់ថ្ងៃខ្លួនហើយខ្លួនចាស់ហើយខ្លួនហើយខ្លួនគួរដល់វ័យដែលត្រូវសន្សំល្អគួរដល់វ័យដែលត្រូវរក្សាសិលគួរដល់វ័យមួយដែលយើងត្រូវតែរកទីពឹងសម្រាប់ខ្លួនឯងទៅលោកខាងមុខព្រោះថាខ្លួននេះចិត្តដល់ពេលដែលត្រូវត្រឡប់ទៅវិញហើយចឹងអត់មានអ្វីទៀតទេគឺមានតែបុណ្យកុសលនេះទេដែលអាចយកទៅក្នុងលោកខាងមុខបានចឹងឯងញាតិញោមចឹងធម៌4យ៉ាងនេះញោមត្រូវតែមានក្នុងខ្លួនចំណិចទី1គឺអត់ថាអ្នកនឹងឯងព្យាយាមក្នុងវ័យទាំងអស់ហ្នឹងព្យាយាមធ្វើល្អឲ្យបានច្រើនទី2អបមាទៈកុំធ្វើប្រហែសឲ្យសោះនឹកឃើញល្អធ្វើល្អឃើញលោកនិមន្តបិណ្ឌបាតត្រូវដាក់បាតដាក់អីយើងធ្វើទៅកុំចាំពេលនេះគឺជាពេលដែលយើងធ្វើល្អអញ្ចឹងកុំប្រមាទឲ្យសោះទី3គឺសញ្ញមៈសង្រួមកាយវាចាចិត្តសង្រួមឲ្យល្អសង្រួមឲ្យធ្វើនៅក្នុងកុសលចនិចចំណែកឯទី4តមៈទូមានខ្លួនឲ្យល្អទៀតសូមអនុមោទនាប៉ុណ្ណឹងចុះញោមល្មម30នាទីគត់អាត្មាអត់ទេដែរលើប៉ុណ្ណឹងឯងហើយចឹងទៅល្មមមកស្ដាប់យល់ចឹងប៉ុណ្ណឹងចុះបានជាបញ្ញាដល់ញាតិញោមទាំងអស់គ្នាមុននឹងចប់ធម៌ទេសនាក៏សូមប្រមូលកងការមហាកុសលនៅក្នុងឱកាសនេះសូមឧទ្ទិសជូនទៅដល់កងឧបាសកហ៊ីងអ៊ីមក៏ដូចជាញាតិនៅក្នុងសង្សារវត្តរបស់អស់លោកម្ចាស់ដើមទានប្រធាននៃដើមបុណ្យក៏ដូចជាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបាក់បែកចែកឋានទៅកាន់ទីទាបពំរាស្មើក្តីណាក៏សូមអំណាចនៃកងការមហាកុសលនេះជួយយឹតយងសណ្ដំដងដួងវិញ្ញាណក្ខន្ធរបស់អស់លោកទៅនោះបានដល់ទីដ៏ខ្ពង់ខ្ពស់កំបីអខានឡើយហើយនៅសូមប្រគេនបុណ្យចែកជូនបុណ្យទាំងអស់ជូនដល់ប្រកាសណាគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់សូមឲ្យបាននៅបញ្ញាសមាទិដ្ឋិអនាគតនៃជាតិទៅក៏សូមឲ្យបានសម្រេចដោយធម៌ជាន់ខ្ពស់គ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាហើយយ៉ាងសង្ឃពេនសមត្តារិឯពធទេសនាតអង្គខ្ញុំព្រះករណាអាត្មាភាពចូលរួមសប្ដែងមកមានប្រមាណប៉ុណ្ណេះ
ก็សំកាលបលានមកចាប់ដោយសង្ខិតក្រិតសង្ខេបបែបយ៉ាងខ្លីនៃវាចាថាវាង